នៃតរន្ធត់មួយកាត់ឡើងនៅចំណុចអាគារខុនដូហើយគឺស្ត្រីម្នាក់បាទវ័យប្រហែល20ឆ្នាំជាងបានធ្លាក់ពីលើអាគារខុនដូកម្ពស់ជាន់ទី19បានធ្លាក់មកបាទបោកជាមួយនឹងកញ្ចក់រថយន្តបណ្ដាឲ្យផ្លោងពីកញ្ចក់រថយន្តគឺធ្លាក់មកនៅក្បែរខ្ញុំនេះតែម្ដងបាទបច្ចុប្បន្នសពនៅក្បែរខ្ញុំនេះប៉ុន្តែយើងមិនអាចបង្ហាញបានគឺជាស្ត្រីម្នាក់វ័យប្រហែលជា20ឆ្នាំជាងទេប្រិមត្តយើងបាទធ្លាក់ខោក្នុងអាវដៃខ្លីបាទអាវយឺតដៃខ្លីបណ្ដាឲ្យបាក់ដៃបាក់ជើងចេញឆ្អឹងបែកក្បាលយ៉ាងរន្ធត់តែម្ដងមិនដឹងថាជាករណីអ្វីនៅឡើយមិនដឹងថាជាលោតអត្តឃាតឬក៏មានអ្វីនៅពីក្រោយរឿងនេះនៅឡើយទេប៉ុន្តែគ្រាន់តែយើងបញ្ជាក់ថាអាគារនេះគឺឈ្មោះថាអាគារresident បាទ resident តាមបណ្ដោយផ្លូវ101ក្នុងសង្កាត់បឹងតបែកខណ្ឌចំការមករាជធានីភ្នំពេញហើយស្ត្រីខាងលើនេះយើងសូមបញ្ជាក់ម្ដងទៀតគឺវ័យប្រហែលជាជាង20ឆ្នាំទេបានធ្លាក់មកបាទបោកជាមួយនឹងកញ្ចក់រថយន្តបាទខាងក្រៅខ្ញុំបាទនេះដែលមានស្លាកលេខភ្នំពេញ 2CC បាទ08និង22ហើយក៏បានផ្លោងពីលើរថយន្តនេះធ្លាក់មកខាងក្រោមបណ្ដាឲ្យបាក់ដៃបាក់ជើងចេញឆ្អឹងបែកក្បាលយ៉ាងរន្ធត់ស្លាប់យ៉ាងរន្ធត់តែម្ដងប្រិមត្តជនបច្ចុប្បន្នសាកសពស្ត្រីគឺនៅនឹងក្បែររថយន្តនេះនៅឡើយទេហើយសមត្ថកិច្ចកំពុងតែបាទចងខ្សែព័ទ្ធជុំវិញដើម្បីកុំឲ្យមានការចេញចូលហើយនឹងធ្វើការស៊ើបអង្កេតបន្តនៅករណីនេះតើជាករណីធ្វើអត្តឃាតឬជាករណីអ្វីឲ្យពិតប្រាកដដែលនៅពីក្រោយក្នុងការស្លាប់ស្ត្រីខាងលើដែលធ្លាក់ពីលើអគារជាន់ទី19នេះបាទអរគុណបងប្អូនយើងបាទតាមរយៈសាច់ញាតិរបស់ជនរងគ្រោះយើងបានទទួលព័ត៌មានខ្លះបានប្រាប់មកយើងខ្ញុំឲ្យដឹងថាជនរងគ្រោះដែលបានបាទធ្លាក់ពីលើអគារជាន់ទី18មកនេះគឺ19មកនេះគឺគាត់មានឈ្មោះសីបាទអាយុ26មានមុខរបរជាអ្នកបកប្រែភាសាចិនហើយមានសង្សារជាជនជាតិចិនផងដែរនេះគឺជាព័ត៌មានបឋមដែលយើងទទួលបាននៅនឹងកន្លែងកើតហេតុហើយសាច់ញាតិរបស់គាត់ក៏បានបន្ថែមទៀតថាជនរងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិតនេះគាត់បានមានបំណងធ្វើអត្តឃាតលោតពីលើអគារឬមួយក៏ធ្វើអត្តឃាតខ្លួនឯងនេះគឺជាច្រើនលើកច្រើនសារហើយបាទច្រើនលើកច្រើនសារហើយទើបតែលើកនេះទេដែលគាត់បានលោតពីលើអគារមកតែម្ដងយ៉ាងណាក៏ដោយករណីនេះសមត្ថកិច្ចនៅតែបើកការស៊ើបអង្កេតថាតើជាករណីអត្តឃាតមែនឬក៏យ៉ាងណាបាទសូមអរគុណ